ឡូជំរាបសួរបង បងក្រុមហ៊ុនទូរស័ព្ទបង បាទក្រុមហ៊ុនបងអូនជាក្រុមហ៊ុនទូរស័ព្ទបងណា ខ្ញុំចង់សួរមួយបង បាទអាចសួរបាន ថ្ងៃមុនខ្ញុំបញ្ចូលមរៀលទៅអត់បង បាទត្រូវបងបានមកជុំរៀលបង ហើយខ្ញុំដូរបាន300ជាងហ្នឹងបង បាទ$1ដូរបាន$300ជាងគឺត្រឹមត្រូវ ខ្ញុំសុំដក50រៀលចាយសិនបានអត់បង អត់បានទេបងមូលហេតុអីដែរបង នៅពងដាច់បាយហ៎បង អត់បានទេណាបងណាលុយ$300ជាងនេះគឺជា300ជាប់ទេបងណាលុយបងពិតប្រាកដគឺតែ$1ទេណាបង អញ្ចឹង$300ជាងដូរបានហ្នឹងអាហ្នឹង$300ជាប់អញ្ចឹង បាទ$300ជាប់ទេបងពួកយើងដាក់ដើម្បីតាក់ទាញអតិថិជនបង ចុះបើអញធ្វើចឹងដែរมันបញ្ចូលមរៀលឡើងមរៀលមកទៅចាំបាច់ដូរឲ្យដូរ$300ជាងដែរបើ$300ជាងហ្នឹង$300ជាប់ហ្នឹង បើយើងអត់ធ្វើអញ្ចឹងគឺដាក់អត់តាន់ទីផ្សារទេណាបងណាតើធ្វើអញ្ចឹងមិនត្រឹមត្រូវ ឥឡូវបើអាចអានេះគ្រោះឲ្យខ្ញុំដក50រៀលចាយបងខ្ញុំលើពុំបាក់ខ្លួនហ្នឹងណាបងចិត្តងាប់ទេបង បងចិត្តងាប់បងចិត្តងាប់បងអាចប្រើប្រាស់គម្រោងបងអូនមួយទៀតបានណាបងណាគម្រោងបងអូន គម្រោងអីទៀតអី គឺគម្រោងធានារ៉ាប់រងអាយុជីវិតណា នេះរ៉ាប់រងអាយុជីវិត បាទគឺជាគម្រោងធានារ៉ាប់រងអាយុជីវិតពេលដែលបងងាប់ទៅគឺបងអាចដកលុយហ្នឹងមកប្រើការបានណាបងណា អូពេលទៅងាប់ទៅយើងអាចដកលុយយើងមកប្រើការបានហ្នឹងណា បាទបងអាចមកប្រើ តែប្រើការមិនបើបងងាប់បាត់អីហ្នឹង បងងាប់ក៏ប៉ុន្តែឲ្យបងប្អូនដកមកចាយបានណា បងប្អូនចាយ បាទដកមកចាយឬក៏មកធ្វើបំ សំខាន់ខ្ញុំអត់ដឹងថាខ្ញុំនឹងងាប់ថ្ងៃណាផងហ្នឹង បងអត់ដឹងបងអាចដាក់ថ្ងៃបានណាបងណា ចុះបើ50 60ឆ្នាំទៀតបើខ្ញុំងាប់មិនទៅបងកាត់ខ្ញុំមួយខែប្រហែលសរុបមើលប្រហែលទៅ បាទក៏ប៉ុន្តែវាជាលុយរបស់បងទេបងណាគឺជាលុយរបស់បងទេក្រុមហ៊ុនអត់បានយកទៅណាទេបងណាបងអាចយកប្រើប្រាស់បានថែមទាំងបានការប្រាក់គុណនឹង3ទៀតណាបងណាបងអាចប្រើប្រាស់បានតាមចិត្ត ចុះប៉ះ10 20ឆ្នាំទៀតក្រុមហ៊ុនទូរស័ព្ទបងអាលីខ្សលបន្តខ្ញុំទៅទាលុយពីណាបង អត់តលីទេណាបងណាឲ្យតែក្រុមហ៊ុនកាត់លុយអតិថិជនបានច្រើនគឺអត់តាណាទេ ខ្ញុំខ្លាចតែធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រងទៅអាយុជីវិតជាប់ទៀតបង អត់ជាប់ទេណាបងណាអត់ជាប់ទេដោយសារតែបញ្ជាក់ចេញពីអាចារ្យភ្លុកច្បាស់លាស់ណាបងណាបងមានចាប់ណាប់អារម្មណ៍បង អត់ទេបងខ្ញុំអត់មានតែចំណាប់អារម្មណ៍ទេបងណាបាទឲ្យដកចាយក៏អត់ទេបងគុំតប៉ែ បាទអរគុណជំរាបលា